9 ខែ10ថ្ងៃម៉ែមានផ្ទៃតែងថ្នមខ្លួនម៉ែជាអ្នកដែលបានលះបង់គ្រប់យ៉ាងដើម្បីកូនតាំងពីពេលកូននៅក្នុងផ្ទៃពេលយប់ស្ងាត់ជ្រងំឮកូនយំម៉ែស្ទុះវឹងខ្លាចមុខខំប្រលឹងយល់អង្រឹងម៉ែសុខចិត្តលះបង់ការសម្រានស្ទើររាល់យប់ដើម្បីឲ្យកូនបានគេងលក់ស្កប់ស្កល់ម៉ែរកប្រាក់ឲ្យកូនរៀនចប់ថ្នាក់ថ្ងៃក្រោយជាបានប្រសើរម៉ែឃ្លានមិនពិសាម៉ែធ្វើការម៉ែបំរើបង្ហាញផ្លូវកូនភាពយុវវ័យរបស់អ្នកម៉ែត្រូវបានកប់ចោលដើម្បីពេលវេលាដ៏ភ្លឺស្វាងរបស់កូនមេត្តាធំធេងណាស់ម៉ែគឺជាព្រះនៃកូនស្ងួនម៉ែគឺជាស្ពានហើយជាក្បូនចម្លងថែធួនឲ្យដល់ត្រើយញើឈាមម៉ែហូរដើម្បីកូនទោះហត់ទាំងខ្លួនចិត្តក៏ដោយឲ្យតែកូនល្អរស់ធូរស្បើយមិនដែលត្អូញឡើយម៉ែពូពីម៉ែតែងតែទុកកូនជាកត្តាចម្បងរបស់ម៉ែតែកូនវិញតែងតែទុកម៉ែចោលដោយលេសថារវល់កូនភ្លេចដល់សុខទុក្ខម៉ែខលរកកូនរវល់ចង់ជួបផ្ទាល់ចង់នៅក្បែរ1 ឆ្នាំ12 ខែស្ទើរជួបម៉ែមិនបានម្ដងមិនសូវមានពេលមកជួបម៉ែទោះបីនៅក្បែរមិនសូវឆ្ងាយថ្ងៃនេះបានមកលេងអ្នកម្ដាយចិត្តកូនសោកស្ដាយឃើញได้ចាស់ម៉ែម៉ែស្គមម៉ែស្លេកស្លំកូនឃើញហើយភ័យពេលនេះទើបកូនយល់ពីការលះបង់ដ៏ធំធេងមិនអាចបរិយាយបានឡើយខ្លះមើលថែម៉ែអោអ្នកម្ដាយអើយកូនសូមខាក់មកទោះចាប់ពីពេលនេះតទៅកូននឹងក្តោបកាន់ដៃម៉ែឲ្យជាប់សូមតបស្នង